Boeing T7A Red Hawk គឺជាយន្តហោះហ្វឹកហ្វឺនកម្រិតខ្ពស់ល្បឿនលឿនជាងសំឡេង Supersonic Advanced Jet Trainer ចំនួនថ្មីដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកជាមួយនឹងក្រុមហ៊ុន Sharp របស់ SWED សម្រាប់ផ្គត់ផ្គង់ឲ្យកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកយន្តហោះនេះត្រូវបានបង្កើតឡើងដើម្បីជំនួសឲ្យយន្តហោះហ្វឹកហ្វឺនស៊េរីចាស់ Non-stop T-38 Talon ដែលប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍ណាស់មកហើយ T-7A គឺជាយន្តហោះដំបូងគេរបស់ USAF ដែលត្រូវបានរចនាឡើងនិងបង្កើតឡើងទាំងស្រុងតាមប្រព័ន្ធ Digital ដែលធ្វើឲ្យការដំឡើងនិងការថែទាំមានភាពរហ័សនិងចំណាយថវិកាតិចកន្ទុយពណ៌ក្រហមការលាបពណ៌ក្រហមនៅលើកន្ទុយយន្តហោះគឺដើម្បីជាការផ្ដល់កិត្តិយសដល់ក្រុមអ្នកបើកបរយន្តហោះចម្បាំងស្បែកខ្មៅដ៏ល្បីល្បាញដែលហៅថា Red Tail កាលពីសម័យសង្គ្រាមលោកលើកទី2កាប៊ិនយន្តហោះទំនើបវាមានប្រព័ន្ធបញ្ជានិងអេក្រង់ទិន្នន័យទំនើបដូចទៅនឹងយន្តហោះចម្បាំងចំនួនទី5ដូចជា F-35 និង F-22 ដែលជួយឲ្យសិស្សពីឡុតងាយស្រួលរៀនសូត្រនិងបន្សាំខ្លួនមុននឹងឡើងបើកបរយន្តហោះចម្បាំងពិតប្រាកដក្រៅពីតួនាទីជាយន្តហោះហ្វឹកហ្វឺនក្រុមហ៊ុន Boeing ក៏មានគម្រោងអភិវឌ្ឍវាទៅជាប្រភេទយន្តហោះចម្បាំងធុនស្រាលសម្រាប់នាំចេញក្រៅប្រទេសផងដែរតម្លៃសរុបគិតជាមធ្យមក្នុងមួយគ្រឿងរបស់យន្តហោះ T-7A Red Hawk គឺស្ថិតក្នុងរង្វង់ប្រហែល$26 លានសហរដ្ឋអាមេរិកទាំងអស់នេះគឺជាសមត្ថភាពរបស់យន្តហោះប្រភេទនេះហើយនឹងតម្លៃរបស់វាតើបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជាយើងងាកមកបញ្ជាទិញប្រភេទយន្តហោះនេះមកពង្រឹងសមត្ថភាពកងទ័ពដែនអាកាសរបស់កម្ពុជាបងប្អូនកុំភ្លេច comment នៅខាងក្រោមវីដេអូហើយជួយចែករំលែកវីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន